សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីការច្នៃមុខម្ហូបផ្សេងពីការប្រមូលផលបន្លែនៅក្នុងសួនដើម្បីយកមកធ្វើមុខម្ហូបអញ្ចឹងថ្ងៃនេះមានតាំងពីការបេះពោតហើយពោតដែលផ្លែល្អដូចជាពោតគេហៅថាស្នៀតពោតដែលយើងបេះសាច់វានៅខ្ចីគឺនាងខ្ញុំយកមកដាក់នៅក្នុងសឡូថ្ងៃនឹងផងដែរសឡូដែលនាងខ្ញុំធ្វើមានតាំងពីចំហុយពោតហើយស្ងោរស៊ុបពោតហើយការដែលនាងខ្ញុំចំហុយពោតគឺវាទី1គឺសាច់ពោតផ្អែមហើយសាច់របស់វារមួតគឺឆ្ងាញ់ពុកម៉ែបងប្អូននាងខ្ញុំចំហុយបែបនេះគឺយើងអាចទុកពោតដែលយើងចំហុយនឹងរយៈពេល2ទៅ3ថ្ងៃហើយនេះជាបន្លែដែលនាងខ្ញុំយកមកស្ងោរស៊ុបហើយស្តៀងទៅនឹងសឡប្រហើរដែរគាត់ថានាងខ្ញុំអត់ដាក់ប្រហុកអីទេហើយនៅក្នុងនឹងមានតាំងពីពោតស្នៀតពោតផ្កាល្ពៅស្លឹកគ្រៃហើយម្ទេសហើយមានដូចជាល្ពៅក្តឹបល្ពៅដែលមើលទៅវាអត់សូវល្អនេះខ្ញុំបេះដែរដោយសារតែទុកយូរវានឹងរលួយយើងអាចច្នៃហើយការដែលនេះខ្ញុំរៀបចំបន្លែសាច់បែបនេះគឺវាងាយស្រួលពេលដែលយើងធ្វើមុខម្ហូបយើងអាចធ្វើបានលឿនហើយអត់ភ្លេចបន្លែអញ្ចឹងមានតាំងពីខ្ទឹមប្រាំងនេះខ្ញុំដាក់នៅក្នុងហ្នឹងដោយសារប្រភេទខ្ទឹមប្រាំងប្រភេទបន្លែដែលត្រូវការរំងាស់យូរគឺយើងដាក់ដែរហើយរំដេងហើយខ្ញីហើយនឹងខ្ទឹមគឺយើងដាក់ចូលក្នុងនឹងតែម្ដងហើយស្លឹកគ្រៃគឺយើងដាក់ចូលក្នុងនឹងដែរហើយក្នុងនឹងក៏មានតាំងពីនេះពុកម៉ែបងប្អូននេះជាស្នៀតពោតយើងស្ងោរផាជា10នាទីហើយក៏ដូចជាល្ពៅនៅក្នុងហ្នឹងជាចំណាយពេលប្រហែលជា10នាទីអីពេលដែលឆ្អិនហើយគឺយើងចាប់ផ្ដើមដាក់ប្រភេទបន្លែដែលយើងដាក់ដូចជាពោតដែលយើងចិតហើយមានតាំងពីម្ទេសហើយគៀវនេះយើងអាចដាក់ក៏បានមិនដាក់ក៏បានដែរពុកម៉ែបងប្អូនហើយក៏ដូចជាត្រីនេះគឺត្រីសាម៉ុនអញ្ចឹងអាចដាក់ត្រីប្រភេទអីក៏បានដែរហើយនេះខ្ញុំដាក់គ្រឿងដាក់តែទឹកត្រីបន្តិចហើយនឹងអំបិលបន្តិចប៉ុណ្ណោះពុកម៉ែបងប្អូនរសជាតិរបស់វាឆ្ងាញ់មកល្មមហើយអាហារបែបនេះគឺជាប្រភេទអាហារដែលផ្ដល់សុខភាពល្អពេលដែលយើងដាក់គ្រឿងហើយដាក់បន្លែច្រើនបែបនេះគឺវាផ្ដល់នៅសារធាតុចិញ្ចឹមជួយរាងកាយរបស់យើងពេលដែលដាក់គ្រឿងកាន់តែច្រើនវាធ្វើឲ្យបាត់រសជាតិផ្អែមនៅបន្លែហើយឥឡូវនេះមុខម្ហូបឆ្អិនហើយពោតក៏ឆ្អិនស៊ុបក៏ឆ្អិនហើយឥឡូវនេះសូមចូលរួមពិសាអាហារថ្ងៃនេះជាមួយនាងខ្ញុំចំណាយពេលធ្វើមុខម្ហូបបែបនេះគឺថ្ងៃសម្រាប់របស់នាងខ្ញុំហើយចង់ចែកចាយជាកំណត់ខ្លះចែកជូនដល់ពុកម៉ែបងប្អូនដែលមានដំណាំនៅតាមផ្ទះឬក៏ស្វែងរកនៅកំណត់នៃការធ្វើម្ហូបបែបងាយឆ្ងាញ់ហើយផ្ដល់សុខភាពល្អហើយយើងអាចមានអារម្មណ៍រីករាយនៅពេលយើងចំណាយពេលធ្វើមុខម្ហូបនៅតាមផ្ទះផងដែរដោយសារតែពេលខ្លះមុខម្ហូបដែលគេលក់នៅតាមផ្សារគឺអត់ដូចជារសជាតិដែលយើងចង់ធ្វើដោយខ្លួនឯងហើយនាងខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងហើយសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះ